អូខេបាទសួស្តីបងប្អូនអរគ្នាឥឡូវយើងមកប្រាប់ពីរបៀបបង្កើតយ៉ាន់ដេចមែលបាទយ៉ាន់ដេចមែលដើម្បីយើងទុកបង្កើត Facebook ឲ្យបានច្រើនរាប់រយរាប់ពាន់ account ដោយមិនចាំប្រើលេខទូរស័ព្ទឬមកក៏ Gmail បង្កើតមួយទេអញ្ចឹងសូមបញ្ជាក់ថា Gmail នេះដែលគេសម្រាប់ប្រើគឺគេប្រើទៅលើ account ដែល fake account ដែលដូចជា account ទុក share អីជាដើមឬមកក៏ account ដែលយើងអត់តម្រូវការមិនមែនយកទៅដាក់ account ដែលយើងល្អឬមកក៏ account ដែលយើងលេង personal រាល់ថ្ងៃទេវាអាចនឹងមានការបាត់បង់នៅថ្ងៃក្រោយចឹងទៅតែបើ account យើង share យើងខូចមិនក៏ខូចទៅអញ្ចឹងណាអញ្ចឹងរបៀបបង្កើតយ៉ាន់ដិចអត់មានលំបាកបងប្អូនគ្រាន់តែចូលមកកាន់ Play Store មកក៏ App Store មកអូខេបាទ Play Store ឬមួយក៏ App Store មកអូខេបន្ទាប់មកបងប្អូនវាយពាក្យថាយ៉ាន់ដិចបាទយ៉ាន់ដិចចឹងមកអូខេអញ្ចឹងបងប្អូនទាំងគ្នានឹងឃើញអញ្ចឹងធ្វើការតម្លើងហើយធ្វើការបើកវាមកអូខេបាទដោយសារខ្ញុំតម្លើងហើយឥឡូវខ្ញុំធ្វើការបើកកម្មវិធីនឹងតែម្ដងបាទអញ្ចឹងអូខេចាំបន្តិចអូខេអញ្ចឹងជាដំបូងបងប្អូនគ្នាធ្វើការចុចពាក្យថា get yandex mail បាទអូខេបាទចុចលើវាតោះមកយើងត្រូវមានលេខទូរស័ព្ទមួយខ្សែសូមបញ្ជាក់ថាអាហ្នឹងដែលយើងធ្លាប់បង្កើត Facebook ដែលបង្កើត Facebook បង្កើតYandexម្ដងហើយយើងយកមកបង្កើត Gmail Yandexម្ដងទៀតអត់កើតទេអញ្ចឹងយើងដាក់មកលេខទូរស័ព្ទខ្មែរយើង096 2 11បាទខ្ញុំដាក់លេខនេះបាទលេខទូរស័ព្ទនេះតោះមកយើងចុចពាក្យថា next អូខេអញ្ចឹងវានឹងលេខកូដ SMS ទៅលេខទូរស័ព្ទដែលយើងកំពុងតែប្រើហ្នឹងបើសិនបងប្អូនទាំងគ្នាបង្កើតនៅលេខទូរស័ព្ទផ្សេងភាគច្រើនគឺវាអត់លោតលេខកូដ SMS ឲ្យទេអញ្ចឹងបងប្អូនទាំងគ្នាបង្កើតទូរស័ព្ទដែលកំពុងតែដាក់ SIM ដែលយើងកំពុងតែកាន់ហ្នឹងហ្មងអាហ្នឹងគឺភាគច្រើនគឺបង្កើតទៅគឺបាន 100% តែម្ដងអ្នកនរគ្នាអញ្ចឹងលេខកូដយើងដាក់មកលេខកូដ6ខ្ទង់អញ្ចឹងវាមានសញ្ញាដកអាលេខកូដហ្នឹងប៉ុន្តែយើងមិនបាច់ចាំដកទេយើងដាក់តែលេខមក927បាទយើងចុចប៉ុន្តែមកគឺវាចូលមកបែបហ្នឹងហើយអញ្ចឹងមកដល់កន្លែងនេះយើងត្រូវដាក់ឈ្មោះអញ្ចឹងឈ្មោះយើងដាក់អីក៏បានដែរឲ្យតែយើងស្រួលចាំហើយខ្ញុំដាក់ថារស្មីបាទរស្មី AB រស្មី add break អីចឹងទៅបាទរស្មី add break ចឹងទៅបន្ទាប់មកយើងធ្វើការចុច next ទៀតអូខេអញ្ចឹងកន្លែងនេះយើងគ្រីសក្នុងប្រអប់មួយបន្ទាប់មកយើងចុចពាក្យ accept បាទអូខេអញ្ចឹងមកដល់កន្លែងយើងត្រូវដាក់ username អញ្ចឹង username វាមានជម្រើសឲ្យនៅលើនេះអញ្ចឹងបងប្អូនគ្នាដាក់លើហ្នឹងក៏បានឬមកក៏ create ថ្មីក៏បានដែរអញ្ចឹងឥឡូវខ្ញុំកុំឲ្យស្មុគស្មាញច្រើនគឺខ្ញុំដាក់ដូចរបស់ខ្ញុំនេះដោយសារវាគ្រីសស្រាប់ហើយអូខេអញ្ចឹងយើងធ្វើការដាក់តាលេខកូដមកបានហើយអូខេអញ្ចឹងឈប់ចាំតិចខ្ញុំធ្វើការបិទកន្លែងហ្នឹងបន្តិចសិនបាទដោយសារនេះខ្ញុំបិទចូលកន្លែង note អញ្ចឹងណាអូខេអញ្ចឹងលេខកូដបងប្អូននេះអាចសរសេរកត់ទុកក្នុង note អញ្ចឹងលេខ note ដូចជាឧទាហរណ៍ថាចេះមកហើយបងប្អូនគ្នាវាយមកវាយអក្សរធំមុនខ្ញុំឧទាហរណ៍ AB 168 account អីចឹងទៅតមកមានអក្សរ A វាច្រាស់ចាំមួយមកអូខេអញ្ចឹងលេខកូដគឺរបៀបហ្នឹងឬមកអក្សរទង់ជូអញ្ចឹងទៅតមកយើង copy មកយើងយក paste មកអូខេអញ្ចឹងយើងបានបើកបានវិញយើងចង់ច្បាស់យើងអាច screenshot នេះទុកមួយដើម្បីទុកថ្ងៃក្រោយចឹងទៅតមកយើងចុចពាក្យថា register អញ្ចឹងបើសិនណាកន្លែងលើនេះអត់គ្រីសបងប្អូននេះអាចដាក់ចុចតាមវាហ្នឹងក៏បានដែរដូចខ្ញុំប្រាប់ខាងលើមិញបន្ទាប់មកកន្លែងនេះយើងចុចពាក្យគ្រីសមួយបន្ទាប់មកយើងពាក្យថា register អូខេអញ្ចឹងយើងរងចាំវាបន្តិចមកអូខេអញ្ចឹងបន្ទាប់មកយើងនឹងលោតចូលYandex account នេះគឺវាអត់មានអីពិបាកបង្កើតទេYandexគឺងាយស្រួលអញ្ចឹងបន្ទាប់មកយើងបាននេះYandex account របស់យើងឃើញទេដែលយើងបង្កើតមិញអញ្ចឹងអានេះគឺ Gmail Yandex របស់យើងបាទនេះគឺ Gmail Yandex របស់យើងបាទនេះគឺ Gmail Yandex យើងអាចកត់ទុកបែបហ្នឹងទៀតមកបាទនេះបាទប៉ុណ្ណឹងមកអញ្ចឹងវាមាន Gmail និង password អីចឹងទៅអូខេអញ្ចឹងការបង្កើតYandexអត់មានពិបាកទេហើយវីដេអូបន្ទាប់យើងនឹងរបៀបបង្កើត Facebook តាមYandexបានច្រើន account តើគឺការរបៀបម៉េចចាំទស្សនាវីដេអូបន្ទាប់បាទអូខេអរគុណច្រើនជួបគ្នាវីដេអូបន្ទាប់ទៀត